ការរៀបចំដីដាំដុះសម្រាប់ដំណាំស្វាយចន្ទីជាទូទៅការរៀបចំដីឲ្យបានត្រឹមត្រូវតាមបច្ចេកទេសនិងលក្ខខណ្ឌដែលដំណាំត្រូវការនោះគឺជាមូលដ្ឋាននៃភាពជោគជ័យក្នុងការផលិតកម្មដំណាំស្វាយចន្ទីហើយកសិករគួរយល់ដឹងថាព្រមអនុវត្តនៅបច្ចេកទេសមួយចំនួនដូចខាងក្រោមទី1ហ្នឹងគឺតាក់ទងជាមួយនឹង pH របស់ដី pH ដីដែលសមស្របសម្រាប់ដំណាំស្វាយចន្ទីគឺត្រូវមានពី 5.5 ទៅ 6.5 ប្រសិនបើ pH ទាបជាង 5.5 គឺត្រូវធ្វើការបាចកំបោរដើម្បីបង្កើត pH ដីចំណែកទី2ហ្នឹងគឺតាក់ទងជាមួយនឹងរចនាសម្ព័ន្ធដីក្រហមដីល្បាយខ្សាច់ដីល្បាយឥដ្ឋនិងដីល្បាយក៏យើងអាចប្រើដីទាំងនោះសម្រាប់ដាំស្វាយចន្ទីបានដែរសំខាន់គឺដីទាំងនោះមិនលិចទឹកនៅរដូវវស្សានិងមានប្រភពទឹកស្រោចស្រពចំណុចទី3ហ្នឹងគឺតាក់ទងជាមួយនឹងការសម្អាតមុនពេលរៀបចំដីការកាប់ឆ្ការព្រៃរួចដុតសម្អាតឈូសឆាយដំណាំចាស់ៗនិងកាកសំណល់ផ្សេងដែលមាននៅលើដីចោលឲ្យអស់ហើយទាំងក្នុងចម្ការនិងនៅជុំវិញចម្ការដើម្បីជៀសវាងកុំឲ្យមានការឆ្លងរាលដាលនៃសត្វល្អិតជំងឺនិងកត្តាផ្សេងៗដែលអាចរំខានដល់ការលូតលាស់របស់ស្វាយចន្ទីចំណុចទី4ហ្នឹងគឺការភ្ជួរនិងរាស់ដីការធ្វើការភ្ជួរនិងរាស់ដីឲ្យបានយ៉ាងតិច2ទៅ3ដងដើម្បីភ្ជួរក្នុងជម្រៅ30សង់ទីម៉ែត្រនិងពង្រាបដីឲ្យស្មើល្អហើយធ្វើការហាលដីឲ្យបានពី3សប្តាហ៍ទៅ1ខែដើម្បីសម្រាប់ស្មៅនិងមេរោគផ្សេងៗដែលមាននៅក្នុងដីទី5ហ្នឹងគឺការជីករណ្ដៅយើងត្រូវជីកទំហំ50សង់ទីម៉ែត្រ4ជ្រុងនិងជម្រៅ50សង់ទីម៉ែត្រដែរការជីករណ្ដៅនេះគឺត្រូវបែងចែកដីស្រទាប់លើដាក់ផ្សេងនិងស្រទាប់ក្រោមដាក់ផ្សេងដើម្បីយកដីស្រទាប់លើមកលាយជាមួយនឹងជីកំប៉ុស្តនៅពេលដាំហើយចំណុចទី6ហ្នឹងគឺការដាក់ជីទ្រាប់បាតបន្ទាប់ពីកាប់រណ្ដៅហើយត្រូវយកជីធម្មជាតិចំនួន 0.5 គីឡូក្រាមនិងជីគីមីចំនួន18ទៅ46ឬក៏ជី15ចំនួន50ទៅ100ក្រាមក្នុងមួយដាំច្របល់ជាមួយដីឲ្យសព្វល្អរីឯចំណុចចុងក្រោយហ្នឹងគឺដាក់ចាប់ផ្ដើមដាក់ដាំកូនហើយត្រូវកាត់ថងចោលហើយដាក់នៅក្នុងរណ្ដៅថ្នមដោយធ្វើការលបដីជន់កែមរណ្ដៅឲ្យណែនល្អនិងដាក់បង្គោលចងការពារកុំឲ្យកូនស្វាយចន្ទីរលំពីកម្លាំងខ្យល់ហើយក្រោយពីដាំរយៈពេល2ទៅ3អាទិត្យត្រូវកាត់ចំណងចេញពីដើមវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាមានចម្ងល់អាច comment នៅខាងក្រោមបានអរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ